ជំរាបសួរបងប្អូនអរគ្នាជួបគ្នាសារជាថ្មីវិញម្ដងទៀតថ្ងៃនេះខ្ញុំបាទឈ្មោះអនដានីយ៉ែលហើយចង់លើកទឹកចិត្តដល់អស់លោកអ្នកបងប្អូនអរគ្នានៅក្នុងខគម្ពីរមួយដែលពេញនិយមច្រើនជាងគេក្រៅពីគម្ពីរយ៉ូហានចំពុក3ខ16គម្ពីរនេះគឺនៅក្នុងអេពីសូតចំពុកទី2ខ8រហូតដល់ខទី10ខ្ញុំនឹងអានជូនត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញក៏មិនមែនដោយការប្រព្រឹត្តដែរក្រែងអ្នកណាអួតខ្លួនត្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បានបង្កើតនៅក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អដែលព្រះបានរៀបចំជាមុនឲ្យយើងរាល់គ្នាប្រព្រឹត្តតាមត្បិតគឺដោយព្រះគុណដែលយើងរាល់គ្នាបានសង្គ្រោះតើព្រះគុណនឹងមានន័យថាម៉េចព្រះគុណនឹងគឺតកតងទៅនឹងក្តីមេត្តាតកតងទៅនឹងការអាណិតអាសូររបស់ព្រះអង្គក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះយើងដោយសារក្តីស្រឡាញ់ដោយសារព្រះគុណដែលព្រះអង្គអាណិតអាសូរចំពោះយើងហើយតាមរយៈសេចក្តីសង្គ្រោះតើយើងធ្វើម៉េចដើម្បីយើងទទួលបានសេចក្តីសង្គ្រោះតាមរយៈសេចក្តីជំនឿខ្ញុំលើកឧទាហរណ៍មួយតកតងទៅនឹងតើយល់យ៉ាងម៉េចតកតងការហ្នឹងខ្ញុំលើកឧទាហរណ៍មួយឧទាហរណ៍ថាមានណាម្នាក់ឲ្យយើងនៅម្ហូបមួយចានដល់មកតាមធម្មតាម្ហូបចានយើងអាចញ៉ាំដាច់បានប៉ុន្តែឧទាហរណ៍គេឲ្យម្ហូបយើងមួយចានហើយគេឲ្យស្លាបព្រាយើងមួយទៀតស្លាបព្រាហ្នឹងគឺដូចជាជំនឿអញ្ចឹងគឺយកទៅដួសម្ហូបដើម្បីដាក់ចូលក្នុងមាត់អញ្ចឹងទាំងសេចក្តីជំនឿជាមជ្ឈបាយដើម្បីទទួលយកសេចក្តីសង្គ្រោះហ្នឹងគឺជាអំណោយទានមានថាគឺជាកាដូដែលព្រះផ្ដល់ឲ្យអញ្ចឹងកិច្ចការទាំងអស់ហ្នឹងគឺជាកិច្ចការរបស់ព្រះសុទ្ធសាធតាមរយៈព្រះគ្រីស្ទដែលទ្រង់បានរៀបចំសម្រាប់យើងដើម្បីយើងទទួលបាននូវសេចក្តីសង្គ្រោះអញ្ចឹងខ្ញុំនឹងមិននិយាយច្រើនតាក់ទងទៅសង្គ្រោះកន្លែងនេះគឺសង្គ្រោះឲ្យយើងទាំងអស់គ្នារួចពីបាបសង្គ្រោះចាកចេញពីនឹមនៃសេចក្តីស្លាប់នឹមនៃអំពើបាបហើយចាកចេញពីអរិយសាតាំងដើម្បីមកសេរីភាពនៅក្នុងព្រះអង្គនៅពេលយើងចាកចេញពីផែនដីនេះយើងទៅនៅជាមួយនឹងព្រះអង្គនៅឯនគរឋានសួគ៌ខ្ញុំចង់សម្ដៅលើសេចក្តីសង្គ្រោះនេះអញ្ចឹងសេចក្តីសង្គ្រោះគឺជាកិច្ចការរបស់ព្រះសេចក្តីសង្គ្រោះគឺជាកិច្ចការរបស់ព្រះដែលធ្វើនៅក្នុងព្រះគ្រីស្ទយេស៊ូវអញ្ចឹងលទ្ធផលដែលយើងធ្វើអំពើល្អចេញពីសេចក្តីសង្គ្រោះគឺជាកិច្ចការរបស់ព្រះគ្រីស្ទដែលធ្វើនៅក្នុងយើងដែលព្រះអង្គរៀបចំតាំងពីយូរយារមកហើយអញ្ចឹងយើងមិនបាច់ឆ្ងល់ថាហេតុនេះបានយើងអាចធ្វើការល្អបាននៅពេលយើងនិយាយពីការល្អបើសិនចង់ខ្ញុំលម្អិតការល្អមានសាសនាច្រើនណាស់ធ្វើការល្អប៉ុន្តែការល្អអស់នោះវាមិនអាចសពហត្ថីរបស់ព្រះអង្គទេពីព្រោះការល្អហ្នឹងធ្វើដោយខ្លួនឯងប៉ុន្តែការល្អដែលធ្វើចេញមកពីលទ្ធផលនៃសេចក្តីសង្គ្រោះគឺជាការល្អមួយដែលព្រះអង្គសពហត្ថីអញ្ចឹងនៅក្នុងទូនាទីសេចក្តីសង្គ្រោះដែលព្រះអង្គរៀបចំសម្រាប់យើងគឺដោយសារក្តីស្រឡាញ់របស់ព្រះហើយព្រះអង្គបានញែកយើងជាបរិសុទ្ធព្រះអង្គរាប់យើងជាសុចរិតហើយនៅពេលដែលព្រះអង្គរាប់យើងជាសុចរិតការរាប់នឹងឯងដូចជាមាននរណាម្នាក់ដែលគាត់យកអាវមកពាក់ពីលើយើងរាប់យើងថាជាម្នាក់ដែលទទួលស្គាល់ត្រូវបានទទួលស្គាល់ហើយការញែកជាបរិសុទ្ធនោះគឺជាកិច្ចការរបស់ព្រះអង្គធ្វើតាមរយៈព្រះញាតិបរិសុទ្ធដែលព្រះអង្គសម្អាតយើងជារៀងរាល់ថ្ងៃតាមរយៈជីវិតរស់នៅប្រចាំថ្ងៃដូចការអានគម្ពីរការអធិដ្ឋានការទៅព្រះវិហារការធ្វើល្អនោះគឺជាអ្វីដែលចេញពីលទ្ធផលនៃការញែកជាបរិសុទ្ធរបស់ព្រះអង្គអញ្ចឹងការរាប់ជាសុចរិតទាំងឯងជាអ្វីមួយដែលព្រះអង្គផ្ដល់សេចក្តីសង្គ្រោះសម្រាប់យើងតាមរយៈសេចក្តីជំនឿដែលព្រះអង្គដាក់នៅក្នុងយើងដើម្បីយើងអាចទទួលយកសេចក្តីសង្គ្រោះនឹងឯងនេះគឺជាអ្វីដែលខ្ញុំចង់បកស្រាយខ្លីៗនៅក្នុងព្រះបន្ទូលនេះហើយសូមអរព្រះអង្គប្រទានពរអស់លោកអ្នកបងប្អូនទាំងអស់គ្នា